នៅក្នុងកម្មវិធី Canva គឺយើងមាន function ថ្មីមួយគឺ Magic Layer បើយើងទៅមើលតោះនេះតាម Magic Layer ហ្នឹងអាចធ្វើអ្វីបានខ្លះបាទអូខេពេលដែលយើងចុច Magic Layer គឺយើងត្រូវតែរើសរូបភាពណាមួយដែលយើងចង់ដាក់ព្រោះ Magic Layer ហ្នឹងគឺជាAI មួយយ៉ាងដែលវាអាចយករូបភាពរបស់យើងហ្នឹងបែងចែកទៅជា layer ផ្សេងមានន័យថាគឺជាបើសិនជាមានអត្ថបទគឺវាអាចដកស្រង់អត្ថបទនៅលើរូបភាពរបស់យើងដែលយើងអាចកែសម្រួលបានឬក៏រូបភាពផ្សេងនៅលើហ្នឹងក៏យើងអាចកែសម្រួលវាបានទៀតបាទឥឡូវយើងទៅមើលទាំងអស់គ្នាខ្ញុំ upload នៅសភៅក្របសភៅមួយដែលមានឈ្មោះថា Ikigai ដែលខ្ញុំបានឲ្យ AI ជួយបង្កើតឲ្យឥឡូវខ្ញុំដាក់នៅក្នុង Magic Layer តើវាអាចធ្វើអីបានខ្លះបាទអញ្ចឹងរូបភាពរបស់យើងធម្មតាវាអត់អាចកែអក្សរអីបានទេនៅពេលដែលអក្សរមានលឿងស្រាប់គឺវានៅលើនឹងតែម្ដងប៉ុន្តែសម្រាប់ Magic Layer នេះនៅពេលដែលយើងចប់សពគ្រប់ហើយពេលដែលវាបានការសម្រួលចប់ហើយគឺយើងឃើញថាយើងអាចកែសម្រួលនៅអត្ថបទដែលមានលើនឹងបានឧទាហរណ៍បាទនេះយើងឃើញបាទយើងអាចចុច select លើ text បាទយើងអាចផ្លាស់ប្ដូរទីតាំងបាទយើងអាចកែសម្រួលឬក៏កែអត្ថបទកែពណ៌កែអីលើអក្សរនឹងបានបាទរូបភាពក៏ដូចគ្នាដែរក៏យើងអាចទាញទៅឆ្វេងទៅស្ដាំបានទាំងអស់អញ្ចឹងMagic Layer គឺវាល្អមែនតើបាទហើយអត្ថបទខាងក្រោមក៏យើងអាចកែដូចគ្នាបានដែរបាទយើងឃើញហើយគឺអត្ថបទទាំងអស់ដែលនៅក្នុងរូបភាពធម្មតាយើងអាចកែបានដែរប៉ុន្តែនៅពេលដែលយើងប្រើ Magic Layer គឺយើងអាចកែបានបាទសូម្បីតែ background ក៏យើងអាចកែបានដែរបាទឧទាហរណ៍ background ពណ៌ខៀវនេះក៏ខ្ញុំអាចកែទៅជាពណ៌ក្រហមឬក៏ពណ៌បៃតងបាទឬក៏ពណ៌អីផ្សេងទៀតតាមតម្រូវការរបស់យើងបានអញ្ចឹង Magic Layer គឺវាល្អមែនតើសម្រាប់អ្នកដែលមានរូបភាពស្រាប់ដែលរូបភាពបានមកពីការ design របស់គេផ្សេងដែលយើងអាចយកមកហើយយើងអាចកែសម្រួលអត្ថបទអក្សរផ្សេងឬក៏ពណ៌តាមតម្រូវការរបស់យើងបានបាទអញ្ចឹងគឺនេះគឺជា function ថ្មីមួយដែលមាននៅក្នុង Canva បាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលា